ខ្ញុំចង់ឲ្យអ្នកភ្លេចអ្វីដែលអ្នកធ្លាប់បានឮអំពី order block ជាមុនសិនព្រោះ trader ថ្មីភាគច្រើនចំណាយពេលរាប់ម៉ោងគូ order block ពេញឆាតប៉ុន្តែនៅតែ trade ខាតហេតុអ្វីព្រោះពួកគេរៀនតែ order block មើលទៅដូចម្ដេចប៉ុន្តែមិនដែលរៀនថាហេតុអ្វី order block កើតឡើងបើអ្នកមិនយល់ហេតុផលទោះបីជាអ្នកគូសតំបន់ order block បានត្រឹមត្រូវក៏ដោយប៉ុន្តែអ្នកនឹងប្រើខុសកន្លែងថ្ងៃនេះខ្ញុំមិនបង្រៀនអ្នកឲ្យទន្ទិញ pattern ទេខ្ញុំនឹងបង្រៀនអ្នកឲ្យគិតដោយ smart money តែម្ដងorder block មិនមែនជា candle មនុស្សភាគច្រើនគិតថា candle ក្រហមចុងក្រោយមុនទីផ្សារឡើងគឺជា bullish order block និយាយបែបនេះមិនខុសទេប៉ុន្តែវាមិនទាន់ពេញលេញទេសំណួរគឺហេតុអ្វី candle នោះមានសារៈសំខាន់ចម្លើយគឺព្រោះនៅទីនោះមានលុយធំចាប់ផ្ដើមចូលទីផ្សារដូច្នេះ order block មិនមែនគ្រាន់តែជា candle មួយនោះទេវាគឺជាតំបន់ដែលស្ថាប័នធំចាប់ផ្ដើមប្រមូល orders candle គ្រាន់តែជាតម្រុយដែលពួកគេទុកលើឆាតប៉ុណ្ណោះតើ smart money ធ្វើដូចម្ដេចស្ថាប័នធំមានអ្នកវិភាគមាន algorithm និងមានលុយរាប់ពាន់លានដុល្លារពួកគេមិនអាចប្រញាប់បានទេពួកគេត្រូវធ្វើ3ជំហានជំហានទី1 promote liquidity ជំហានទី2បើក position បន្តិចម្ដងជំហានទី3រុញទីផ្សារឲ្យរត់តាមទិសដែលពួកគេចង់បានហើយកន្លែងដែលពួកគេចាប់ផ្ដើមប្រមូល order គេហៅថា order block ឧទាហរណ៍ក្នុងជីវិតពិតស្រមៃថាអ្នកចង់ទិញស្រូវ100តោនតើអ្នកនឹងទៅទិញនៅតែហាងតូចមួយទេគឺមិនទេអ្នកនឹងទៅកន្លែងដែលមានស្តុកច្រើនអ្នកអាចទិញបានតម្លៃល្អទីផ្សារហិរញ្ញវត្ថុក៏ដូចគ្នា smart money តែងតែរកកន្លែងដែលមាន order ច្រើនមូលហេតុដែល order block ដំណើរការមាន trader ជាច្រើននិយាយថាទីផ្សារតែងតែត្រឡប់មក order block ប៉ុន្តែហេតុអ្វីមិនមែនដោយសារទីផ្សារចងចាំ candle នោះទេទីផ្សារមិនមានការចងចាំទេអ្វីដែលនៅសល់គឺ orders សូមសម័យថាធនាគារមួយចង់ទិញមាស 10000 lots ថ្ងៃដំបូងពួកគេទិញបានតែ 3000 lot នៅសល់ 7000 lot ទៀតពេលតម្លៃត្រឡប់មកពួកគេអាចបន្តទិញហេតុនេះហើយទីផ្សារជាញឹកញាប់មាន reaction នៅ order block មិនមែនដោយសារវាមាន candle អាចកំបាំងអីនោះទេប៉ុន្តែដោយសារនៅទីនោះអាចនៅសល់ orders ដែលមិនទាន់យកអស់ហេតុអ្វីតម្លៃត្រឡប់មកវិញនេះជាសំណួរដែលសំខាន់បំផុតបើ smart money ទិញហើយហេតុអ្វីត្រូវត្រឡប់មកទៀតសូមស្រមៃថាអ្នកចង់ទិញផ្ទះ100ខ្នងថ្ងៃនេះអ្នកទិញបានតែ20ខ្នងតើអ្នកនឹងរងចាំឱកាសទិញ80ខ្នងទៀតដែរទេច្បាស់ណាស់ smart money ក៏ដូចគ្នាពួកគេមិនបាន fill order ទាំងអស់ក្នុងពេលតែមួយទេនៅពេលតម្លៃត្រឡប់មក order block ពួកគេអាចបន្ថែម position នោះហើយជាមូលហេតុដែល order block ជាញឹកញាប់คล้ายជាតំបន់ដែលទីផ្សារមាន reaction ពេលណា order block មិនដំណើរការនេះជាអ្វីដែល traders ភាគច្រើនមិនសូវបានដឹងមិនមែន order block ទាំងអស់សុទ្ធតែមានប្រសិទ្ធភាពទេឧទាហរណ៍អ្នកឃើញ bullish order block ប៉ុន្តែ higher time frame កំពុង downtrend ខ្លាំងតើអ្នកគួរ buy ទេភាគច្រើនគឺមិនគួរទេឬមាន order block ប៉ុន្តែគ្មាន break of structure គ្មាន liquidity sweep គ្មាន displacement វាជា order block ដែលខ្សោយហើយ probability របស់វាក៏ទាបដែរដូច្នេះកុំសួរថាតើនេះជា order block ឬអត់តែត្រូវសួរថាតើមានហេតុផលអ្វីដែលធ្វើឲ្យ order block នេះមានគុណភាព bullish order block សូមមើលឧទាហរណ៍មួយ gold កំពុងស្ថិតក្នុង downtrend ភ្លាមមាន candle ក្រហមតូចមួយបន្ទាប់មកមាន candles បៃតងធំជាបន្តបន្ទាប់តម្លៃបំបែក structure ឡើង trader អាជីពមិនចាប់អារម្មណ៍តែ candles បៃតងទេពួកគេត្រឡប់ទៅមើល candle ក្រហមចុងក្រោយមុនពេលទីផ្សាររត់ឡើងខ្លាំង candle នោះគេហៅថា bullish order block នៅពេលតម្លៃត្រឡប់មកវិញវាជាតំបន់ដែលពួកគេចាប់ផ្ដើមសង្កេតមើលឱកាស buy ប៉ុន្តែមិនមែន buy ភ្លាមទេត្រូវរងចាំ confirmation ជាមុនសិន bearish order block គោលការណ៍ដូចគ្នាប៉ុន្តែបញ្ច្រាស់ទិស gold កំពុងស្ថិតក្នុង uptrend មាន candle បៃតងចុងក្រោយមួយបន្ទាប់មកទីផ្សារធ្លាក់យ៉ាងខ្លាំងបំបែក structure ចុះ candle បៃតងចុងក្រោយមុនពេលការធ្លាក់ខ្លាំងគឺជា bearish order block នៅពេលទីផ្សារឡើងត្រឡប់មកវិញវាคล้ายជាតំបន់ដែល trader អាជីពចាប់ផ្ដើមស្វែងរក setup sell order block ដែលមានគុណភាពមានច្បាប់សាមញ្ញ5យ៉ាងទី1មាន displacement បន្ទាប់ពី order block តម្លៃត្រូវរត់ចេញខ្លាំងបើទីផ្សារចេញយឺតវាមិនសូវមានន័យទេទី2បំបែក structure បន្ទាប់ពីចេញពី order block ត្រូវមាន break of structure នេះបង្ហាញថា smart money បានផ្លាស់ប្ដូរការគ្រប់គ្រងទីផ្សារទី3មាន liquidity sweep order block ដែលល្អភាគច្រើនកើតឡើងបន្ទាប់ពី liquidity ត្រូវបានយកហេតុអ្វីព្រោះ smart money ត្រូវការប្រមូល order មុនទី4មាន fair value gap នេះជាចំណុចដែល probability កើនឡើងបើ order block និង FVG នៅជិតគ្នាវាបង្ហាញថាទីផ្សាររត់ដោយមាន momentum ពិតប្រាកដទី5មាន confirmation នេះជាចំណុចដែល trader ថ្មីមិនសូវធ្វើពួកគេឃើញតម្លៃប៉ះ order block ពួកគេចូលភ្លាម trader អាជីពរងចាំ bullish engulfing hammer
ឬ break off structure លើ time frame តូចជាមុនឧទាហរណ៍ជាក់ស្ដែងលើមាសស្រមៃថា gold កំពុងឡើងលើ time frame 1ម៉ោងអ្នកឃើញ bullish order block តើអ្នក buy ភ្លាមទេគឺអត់ទេអ្នកត្រូវរងចាំឲ្យតម្លៃត្រឡប់មកពេលតម្លៃមកដល់វាធ្លាក់ក្រោម low បន្តិច trader ថ្មីភ័យពួកគេ sell ប៉ុន្តែអ្នកវិញអ្នកដឹងថានេះអាចជា liquidity sweep បន្ទាប់មកមាន hammer មាន bullish engulfing ហើយ time frame 5នាទីបំបែក structure ឡើងពេលនេះអ្នកទើបចូល buy មើលទៅដូចជាអ្នកចូលយឺតប៉ុន្តែការពិតអ្នកកំពុងចូលបន្ទាប់ពីទីផ្សារបង្ហាញភស្តុតាងនេះហើយជាភាពខុសគ្នារវាង trading ដោយការស្មាននិង trading ដោយការរងចាំ confirmation រូបមន្តដែលខ្ញុំប្រើជារៀងរាល់ថ្ងៃខ្ញុំមិនដែលចូល trade ដោយសារតែឃើញ order block ទេខ្ញុំរងចាំឲ្យមានចំណុចទាំង7នេះ higher time frame trend liquidity sweep strong displacement break of structure order block fair value gap candlestick confirmation បើខ្វះមួយខ្ញុំរងចាំព្រោះការមិនចូល trade ក៏ជាការសម្រេចចិត្តដ៏ល្អមួយដែរគំនិតដែលអាចផ្លាស់ប្ដូរការជួញដូររបស់អ្នកសូមចាំប្រយោគនេះ trader ថ្មីស្វែងរក entry trader អាជីពស្វែងរកភស្តុតាង trader ថ្មីខ្លាចខកខានឱកាស trader អាជីពដឹងថាទីផ្សារតែងតែផ្ដល់ឱកាសថ្មី trader ថ្មីដេញតាម candlestick trader អាជីពរងចាំឲ្យទីផ្សារមករកពួកគេនៅពេលអ្នកផ្លាស់ប្ដូររបៀបគិតអ្នកនឹងឈប់សួរថាតើខ្ញុំគួរ buy ឬ sell អ្នកនឹងចាប់ផ្ដើមសួរថាតើទីផ្សារបានផ្ដល់ភស្តុតាងគ្រប់គ្រាន់ហើយឬនៅហើយនោះហើយជាចំណុចដែល trading របស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរពិតប្រាកដសូមជួយបញ្ចេញមតិរបស់អ្នកនៅក្នុង comment និងជួយ share វីដេអូនេះដើម្បីឲ្យ trader ផ្សេងទៀតបានស្វែងយល់ផងដែរ